អ្នកដែលគាត់កំពុងពិបាកមានកូនពិបាកឈានទៅដល់បញ្ហាផ្លូវចិត្តណាគិតច្រើនឯកាខ្វះអ្នកលើកទឹកចិត្តខ្វះកម្លាំងចិត្តអ្នកខ្លះចង់ស្លាប់អ្នកខ្លះចង់គិតខ្លីអ្នកខ្លះចង់បែកបាក់គ្រួសារកុំទាន់ទៅណាបងប្អូនអរគ្នាមកស្គាល់ជាមួយអ្នកគ្រូសៃពៅសិនខ្ញុំគឺជាមនុស្សម្នាក់ដែលឆ្លងកាត់ការលំបាកមានកូន5ឆ្នាំអានេះចាខ្ញុំអត់កូនបន្ទាប់ពីអត់កូនហើយខ្ញុំមកប្រឡូកក្នុងវិស័យជួយឲ្យបងប្អូនអរគ្នាមានកូនខ្ញុំប្រហែលជារងការតិចទៀតមិនតិចជាងបងប្អូនអរគ្នាគឺច្រើនជាងរបៀបថាយើងអត់កូនហើយនឹងតាំងចិត្តមកជួយអ្នកដតីមានកូនវាក្លាហានអីក្លាហានម៉េះអញ្ចឹងបងប្អូនណាដែលខ្វះកម្លាំងចិត្តត្រូវការលើកទឹកចិត្តត្រូវការជួយផ្ដល់យោបល់អត់មានអ្នកណានៅក្បែរចាសូមមករកខ្ញុំចាខ្ញុំបើកបេះដូងហ្មងអញ្ចឹងជាពិសេសឆ្លើយទៅកាន់សំណួរអ្នកបងប្អូនឬក៏បងស្ត្រីផ្សេងដែលគាត់និយាយថាគាត់អត់កូនគាត់មិនចង់រស់គាត់ចង់ស្លាប់អញ្ចឹងចម្លើយគឺមិនត្រូវស្លាប់ទេគឺត្រូវតែរស់ចាមិនត្រូវស្លាប់ទេគឺត្រូវតែរស់ព្រោះវាមានមនុស្សជាច្រើនដែលត្រូវការអ្នកនៅឡើយមានមនុស្សជាច្រើនដែលស្រឡាញ់បងស្រឡាញ់អូនមានមនុស្សជាច្រើនដែលចង់និយាយចង់ផ្ដល់ចាពេលវេលាឬក៏ចង់ស្ដាប់បញ្ហារបស់អូនមិនមែននៅលើโลกនេះរហមនុស្សម្នាក់ណាដែលយល់ចិត្តយើងមិនបានទេចាអញ្ចឹងកុំទាន់គិតខ្លីកុំទាន់គិតថានៅលើโลกនេះគ្មានអ្នកណាសំខាន់អញ្ចឹងអាហ្នឹងខ្ញុំធ្លាប់ឆ្លងកាត់ហើយប៉ុន្តែពេលដែលខ្ញុំរួមមកវិញខណៈពេលដែលខ្ញុំចង់គិតខ្លីហ្នឹងគឺអតិថិជនចាដែលគាត់អត់កូនគាត់មករកយើងទាំងយើងកំពុងតែមានទុក្ខលំបាករឿងអត់កូនហើយយើងលែងចង់រស់អញ្ចឹងដល់តែពេលសូរសំឡេងនៃការគោះទ្វាររបស់គាត់វាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំអត់ត្រូវស្លាប់ទេព្រោះមានមនុស្សត្រូវការខ្ញុំនៅឡើយខ្ញុំចង់ប្រាប់ទៅកាន់បងប្អូនទាំងអស់គ្នាដែលកំពុងតែជួបទុក្ខលំបាកអត់ទាន់ទៅណាទេមានមនុស្សត្រូវការអ្នកនៅឡើយមានមនុស្សស្រឡាញ់អ្នកច្រើនណាស់អញ្ចឹងខ្ញុំក៏មានកលឹះដើម្បីធ្វើឲ្យចិត្តយើងស្ងប់បន្តិចបើសិនជាចិត្តយើងកំពុងតែច្បោកច្បល់កំពុងតែចលាចលកំពុងតែធ្លាក់ទៅដល់ចំណុចក្រោមសូន្យគឺមាន4វិធីទី1គឺនិយាយឲ្យមនុស្សណាដែលកំពុងតែចូលចិត្តអ្នកឬក៏ស្រឡាញ់អ្នកឬក៏ចង់ស្ដាប់អ្នកឬក៏ជាមនុស្សដែលស្ដាប់អ្នកដោយបេះដូងសបរិសុទ្ធមិនស្ទាក់ស្ទើរមិនខ្លាចខាតពេលចាទៅនិយាយជាមួយមនុស្សដែលយល់ចិត្តអ្នកបំផុតទី2ស្វែងរកអ្នកជំនាញផ្លូវចិត្តឬក៏អ្នកជំនាញស្ដារជីវិតរបស់អ្នកឡើងវិញអញ្ចឹងកន្លែងនេះចាអាចទៅជួបអ្នកជំនាញខ្ញុំអាចថាដោយសារខ្ញុំធ្លាប់បាក់ទឹកចិត្តធ្លាប់ងើបពីជីវិតសូន្យចាខ្ញុំក៏អាចជាមនុស្សដែលអាចស្ដារជីវិតឡើងមកវិញបានដែរគឺជំនាញក្នុងការលើកទឹកចិត្តជំនាញនៅក្នុងការផ្លាស់ប្ដូរការគិតឲ្យក្លាយជាមនុស្សថ្មីនៅលើសម្បករូបរាងកាយចាស់នឹងដដែលចាទី3គឺតាក់ទងជាមួយនឹងការហាត់ប្រាណចាធ្វើចិត្តឲ្យស្ងប់ស្ដាប់ធម៌ចារងាប់ផ្លូវចិត្តហើយសំខាន់ហ្នឹងគឺសមាធិវានឹងធ្វើឲ្យសុខភាពផ្លូវចិត្តយើងស្ងប់យើងនឹងអាចកាត់ចោលនៅអាទុក្ខលំបាកនានានៅក្នុងជីវិតរបស់យើងដោយដួងចិត្តយើងនឹងវាស្ងប់បានថាសង្កត់ចិត្តឲ្យនៅក្នុងផ្លូវកណ្ដាលមួយដោយមិនឲ្យវានឹងវែកបែកឆ្វេងឆ្វាចទៅណាទៀតទេអត់ឲ្យវាកណ្ដែកកណ្ដោយឯកាទៅតែវានោះឡើយចាអញ្ចឹងសមាធិល្អបំផុតហើយចំណុចទី4ចាចំណុចទី4គឺតាក់ទងជាមួយនឹងការសរសេរអារម្មណ៍ចេញមកបើសិនជារនរណាមិនអាចនិយាយប្រាប់នរណាបានភ្លាមសូមសរសេរឲ្យអស់នៅទុក្ខលំបាករបស់យើងអានេះខ្ញុំតែងតែអនុវត្តឲ្យបានផលមែនទែនទី1គឺអង្គុយបិទភ្នែកសរសេរអក្សរមិនជាអក្សរក៏បានដែរឲ្យតែសរសេរចេញពីចិត្តចង់យំក៏ដោយចង់ស្រែកក៏ដោយចង់ធ្វើអីក៏ដោយក៏ចេញឲ្យអស់ពេលដែលចេញឲ្យអស់ហើយសូមយកវាទៅបោះចោលអរគុណនិងដឹងគុណនៅបទពិសោធន៍កន្លងមកដែលយើងជួបហើយបោះវាទៅក្នុងទឹកផ្ញើព្រះម៉ែធរណីឬក៏ព្រះម៉ែគង់គាទៅឲ្យវារលាយបាត់ទៅហើយក៏សូមឲ្យរឿងល្អមកកាន់ជីវិតយើងនឹងធ្វើឲ្យចិត្តយើងបានជ្រះស្រឡះនឹងធ្វើឲ្យចិត្តយើងនឹងភ្លឺថ្លាយើងមានកម្លាំងយើងមានថាមពលទៅមុខបន្តវីដេអូនេះគឺខ្ញុំតាំងចិត្តធ្វើសម្រាប់បងប្អូនអ្នកដែលមានបញ្ហាទូទៅក៏ដូចជាពិសេសគឺបញ្ហាពិបាកទឹកចិត្តតែហ្មងចាបាក់ទឹកចិត្តរឿងពិបាកមានកូនព្រោះដោយសារផេកនេះយើងផ្ដោតទៅលើការលំបាកមានកូនហើយបងប្អូនអាចមានសំណួរអីផ្សេងកុំភ្លេចសួរបន្ថែមនៅក្នុង comment ក៏ដូចជាឆាតសួរបានពីខ្ញុំអ្នកគ្រូសៃពៅសូមអរគុណសូមជម្រាបលា